បងប្អូនជាទីគោរពបាទអាណពេលនេះខ្ញុំកំពុងតែធ្វើដំណើរទៅកាន់វត្តមួយឈ្មោះថាវត្តអង្គកសោមហ្នឹងហើយវត្តអង្គកសោមជាទីប្រជុំជនដ៏ល្បីមួយដែលទៅដល់នេះស្គាល់ហើយយើងអាចជិះតាមផ្លូវណាក៏បានជិះតាមផ្លូវជាតិលេខ2ក៏បានជិះតាមផ្លូវជាតិលេខ3ក៏បានផ្លូវទៅកំពតនិងកែបអញ្ចឹងកាលណាយើងជិះដល់ផ្លូវកំពតទៅកែបយើងនឹងឃើញវត្តអង្គកសោមហើយខ្ញុំកំពុងតែធ្វើដំណើរទៅកាន់វត្តហ្នឹងដើម្បីថតរចនាបថនៅក្នុងវត្តអង្គកសោមនេះតែជាដំណើរយ៉ាងអូនទស្សនានេះផ្លូវនេះគឺជាផ្លូវយកមកជាលេខ3បងប្អូនផ្លូវទៅជាលេខ3ដែលខ្ញុំកំពុងតែជិះម៉ូតូទៅហើយនៅទេសភាពគឺស្រស់ស្អាតនៅកំពុងតែរលឹមបន្តិចហើយកន្លែងនេះគឺមានការអភិវឌ្ឍមែនទេបងប្អូនអភិវឌ្ឍខ្លាំងបាទគឺផ្លូវនេះផ្លូវធ្វើដំណើរពីក្រុងភ្នំពេញយើងអាចទៅវៀតណាមយើងអាចទៅកំពតបាទយើងអាចទៅទីរួមខេត្តតាកែវបានបាទយរុំជាផ្លូវសេដ្ឋកិច្ចតែម្ដងយើងអាចទៅខេត្តកំពតដើម្បីរកស៊ីទេសចរទឹកទំនិញអីចឹងតាមណាអាចទៅវៀតណាមគឺផ្លូវចរាចរណ៍សេដ្ឋកិច្ចយ៉ាងធំសម្បើមហ្មងបងប្អូននៅក្នុងខេត្តតាកែវហើយនៅទីនេះគឺមានការលក់ដូរដូចជាបងប្អូនឃើញនេះជាផ្សារអង្គសោមបាទផ្សារអង្គសោមមានតែវត្តច្រើនមានជាខ្ពស់ស្អាតបាទអង្គសោមនេះគឺមិនអាចជាដាច់ទេ24ម៉ោងតែម្ដងគឺ24ម៉ោងដែលយើងធ្វើឲ្យយើងមានការខិតខំប្រឹងប្រែងតស៊ូជាមួយនឹងទស្សនវិជ្ជាដ៏ស្រស់ស្អាតមកទីនេះគឺមានកន្លែងហូបចុកច្រើនមកមានផ្ទះសម្រាប់មានរួមទៅគឺតំបន់ទីជុំវិញហើយគឺមានដូចដែរផ្ទះសម្រាប់វាមិនទំនើបដូចនៅភ្នំពេញក៏ប៉ុន្តែបាទមានម៉ាស៊ីនចិត្តដូចគ្នាបាទហើយដល់ហើយគឺផ្លូវមួយដែលមានជាលឿនបន្តិចខ្ញុំធ្វើវីដេអូច្រើនខ្ញុំមិនចង់ចូលស្ដីមកខ្ញុំចង់និយាយរៀលតែម្ដងបាទរៀលមិនណាពិតគឺសម្លេងម៉ូតូខ្លះបាទអញ្ចឹងទៅលក្ខណៈប្រភេទគេហៅថាទេសភាពពិតប្រាកដនៅក្នុងទីក្រុងកម្ពុជាតំបន់ជាមួយនឹងសម្លេងជាមួយនឹងទីតាំងជាមួយនឹងទស្សនវិជ្ជាជាមួយនឹងការរស់នៅរបស់ប្រជាជនគឺចង់ឲ្យឮសម្លេងតែឮសម្លេងហ្មងបងប្អូនឮសម្លេងហ្មងអានេះផ្លូវឆ្លងផ្លូវស្ពានឆ្លងផ្លូវហ្នឹងហើយងាយស្រួលក្នុងមានកកស្ទះចរាចរណ៍ឬក៏គ្រោះថ្នាក់ចរាចរណ៍ផ្សេងហើយយើងបន្តិចរកច្បាប់ចរាចរណ៍ទាំងនេះដើម្បីសុវត្ថិភាពទាំងបើកបរទាំងលក់ដូរតាមចំថ្នល់ពីរុំយើងជួយសុវត្ថិភាពក្នុងដែលមានដល់ស្តុកមួយស្តុកនេះបើសិនយើងបត់ឆ្វេងគឺយើងទៅក្រុងដូនកែវឬក៏ទីរួមខេត្តបត់ស្ដាំយើងទៅដើរលេងនៅរមណីយដ្ឋានដូចជារមណីយដ្ឋានអីធម្មជាតិហើយនឹងវត្តដែលមានក្រច្រើននោះហើយយើងឆ្ពោះទៅមុខមានតែយើងឆ្ពោះទៅកាន់ខេត្តកែបនិងខេត្តកំពតបែងយូរបន្តិចវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនមើលរៀលចង់ឲ្យវាសម្លេង over វីដេអូគឺខ្ញុំថតឃើញណាខ្ញុំ ខ្ញុំ ធ្វើ video នេះ ដើម្បី បង្ហាញ ពី ភាព ស្រស់ ស្អាត នៃ វត្ត អង្គ កសោម បាទ ហើយ ខ្ញុំ ធ្វើ video នេះ ដើម្បី បង្ហាញ ពី ភាព ស្រស់ ស្អាត នៃ វត្ត អង្គ កសោម បាទ ខ្ញុំ ធ្វើ video នេះ ដើម្បី បង្ហាញ ពី ភាព ស្រស់ ស្អាត នៃ វត្ត អង្គ កសោម បាទ ខ្ញុំ ធ្វើ video នេះ ដើម្បី បង្ហាញ ពី ភាព ស្រស់ ស្អាត នៃ វត្ត អង្គ កសោម បាទ ហើយ ខ្ញុំ ចង់ ឲ្យ បងប្អូន មើល រៀល ចង់ ឲ្យ វា សម្លេង
mình cắt to nhảy nhảy mà tốt trong một cái mình chẳng thắng là chỉ đúng tới thì nhà này video rồi bọc bóng kia trong con ria ria chẳng lư tầng xa lư tầng sầm đấy nhưng kia bài mình trắng bao bồn chứ mà lư cam kia một bóng thì cứng dương một này nhé và trong trong bằng hai khu cam kia để bị chân dương luôn nơi tam là bọn này nia rồi cho bọn cái châu sùng lê để bao bồn châu sùng lê đấy nhưng mà châu sùng lê những qua bao bồn trong bảo sân than là lư sùng lê cho sùng lê một tô à nó tuy chia cần thêm một tấm trong tôi bằng trong tay một bò để sao trong bằng hai cam kia ria ria put vô tầm đó lưu tầng sùng lê lưu tiền một tô nó và sân chụp châu sùng lê còn bàn đấy có bàn tay kia ở ria là bao bồn trong bàn kia trong tay một đó lưu tầng sùng lê lưu một tô lưu lan đây trắng à hay một cái lấy một cái một đạt một hạt ca smile 100 đồng lấy rất là em và dương bật lại ní hợp để khỏi mình tích what on the sound này để tích ní bốn ní chia lại và chia lại 6 tới quạt ông phải sáu bạn quạt ông phải sáu so sánh nó tao bóng ôn lại những chi mà tàu mơ tự tập hiệp và tự tập hiệp và cứ bọnนี้คือមានព្រះវិហារ2ព្រះវិហារចាស់1ព្រះវិហារថ្មី1បាទស្អាតពេលអារម្មណ៍ថាព្រះវិហារថ្មីស្អាតមែនតើហ្មងស្អាតមែនតើស្អាតអីហ៎ស្អាតឥឡូវទៅថតព្រះវិហារថ្មីមុនពីលៀនអខានពីវត្តអូសិចេតីបងប្អូនវត្តសម្បូរដោយចេតីព្រះដូចជាអត់ដីប្លែកហ្នឹងលយតែព្រះវិហារហ្នឹងលយតែព្រះវិហារទេបាទលើទៅព្រះវិហារហ្មងរចនាបថព្រះវិហារព្រះវិហារវត្តអង្គតសោបាទស្អាតទេឃើញបងប្អូនស្អាតមែនតើប្លែករចនាបថមកអែមយើងអាចជិះបានយើងអាចជិះចូលបានបងប្អូនអាចជិះចូលបានជិះមកជុំសិនជិះចូលបាននេះអាចជិះចូលបានចូលបានទេសភាពរបស់អូក្បាច់ណាតែឡងស្អាតអរេថាស្អាតគឺស្អាតបាទព្រះវិហារ
ភាព4ច្រកស្អាតបងប្អូនឃើញទេរចនាបថគឺបែបអង្គរបែបគេហៅថាបែបផ្លូវចូលអង្គរវត្តយើងមាន4ទិសយល់ទេអានេះឃើញស្អាតណែបងប្អូនដោយសារតែក្តៅពេកខ្ញុំខ្ជិលធ្វើសេចក្តីអធិប្បាយថតមើលទិដ្ឋភាពតែម្ដងបាន